บรอมันเนี่ยตระบานรถยนต์บกหนึ่งกันใบกระบาสลับบานในตามเพลย์ OCIC รุ่นกับบาเก็ตคลูนบัตรสมาวบรอมันเนี่ยตระบานรถยนต์หมุยเครื่องบาบกหนึ่งกันสลับในหนึ่งกระไหลรุ่นบาเก็ตคลูนบัตรสมาวเหตุการณ์ครูนักชราจรดอรันทุนนี้บานการไหลก้าวปีเวลีมองประมูลหนึ่งดอกในตีปรักไทยตีมาพายไข่แมกราชนำปีปอนมาพายประมุยในตามเพลย์ OCIC ถ้าในขนมภูมิเปรตเรียบสังกัดเปรตเรียบคันโชว์จังหวะริทนิพรมปิงบรอรงครูรูปนูปุ่มสกอลตัดสัญญาณเล้ามีอายุประมาณ30 ឆ្នាំធ្វើដំណើរដោយថ្មើរជើងតាមព័ត៌មានបានដឹងថានៅព្រឹកថ្ងៃកាត់ហេតុគេឃើញបរិសុទ្ធរូបនោះធ្វើដំណើរដោយថ្មើរជើងទៅកាន់បាទកន្លែងលក់នំបញ្ចុកបាទលោកក្រោយមកបាទសំទោសបាទគឺគាត់ធ្វើដំណើរដោយថ្មើរជើងកាន់ចាននំបញ្ចុកបាទគាត់កាន់ចានដើរតាមផ្លូវណាបាទលោកក្រោយមកបាទគឺគេឮសំឡេងប្រាវបាទហើយគេឃើញជនរងគ្រោះនោះដេកស្លាប់នៅលើទ្រូងដោយរថយន្តនឹងកាន់បែកក្បាលស្លាប់បន្ទាប់ពីកាត់ហេតុបាទរថយន្តបានបើកកិច្ចស្រមោលបាត់នៅលើសួនច្បារខណ្ឌចៃទ្រូងផ្លូវគេឃើញមានចាននំបញ្ចុកដែលគេសង្ស័យថាជនរងគ្រោះអាចដើរឆ្លងផ្លូវឬរត់ចូលរថយន្តហើយត្រូវបានរថយន្តបុកកិនស្លាប់តែម្ដងបើទោះបីជាយ៉ាងណាគេពុំទាន់ដឹងមូលហេតុអ្វីបានជាឡានបុកស្លាប់ឡើយហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែកឆេរមើលតាមកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់តាមព័ត៌មានបានដឹងថាប្រហែលថ្ងៃនេះគេឃើញបរិសុទ្ធរូបនោះធ្វើដំណើរដោយថ្មើរជើងដើរចុះឡើងទៅតាមផ្លូវដោយគេពុំដឹងថាបរិសុទ្ធនោះមានបញ្ហាអ្វីឡើយស្រាប់តែថ្ងៃនេះបាទគឺត្រូវបានរថយន្តបុកស្លាប់តែម្ដងបាទប្រហែលជាគាត់ឆ្លងផ្លូវយ៉ាងខ្វះការប្រុងប្រយ័ត្នឬយ៉ាងណាលោកពូម៉ាបើដោយសារតែផ្លូវនេះមើលទៅដូចចំកន្លែងរៀងកោងតិចដែរបាទផ្លូវនេះគឺមានអ្នកបើកបរណាឡានហ្នឹងគឺបោលលឿនណាបាទផ្លូវបែបនេះបាទអញ្ចឹងពុកម៉ែបងប្អូននៅឆ្លងផ្លូវបាទគឺប្រយ័ត្នប្រយែងមែនទែនបាទជាពិសេសផ្លូវដែលមានស្ថានភាពបែបនេះគឺងាយនឹងមានហានិភ័យបាទ